ការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចក្នុងតំបន់ព្រៃឡង់នេះទៅឲ្យក្រុមហ៊ុនឯកជនមានន័យថាជាការអភិវឌ្ឍសម្រាប់រដ្ឋាភិបាលក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់នេះវាមានន័យស្មើនឹងការដកហូតជីវិតរបស់ពួកគេដូច្នោះដែរដកហូតជីវិតដោយសារប្រជាជននៅទីនេះពឹងអាស្រ័យទៅលើផលនិងអនុផលពីព្រៃឈើនេះសង្គមយើងវាយអស់ហើយព្រៃឈើហើយវាធ្វើការបាត់បង់ព្រៃឈើនោះដែរធ្វើឲ្យមានគ្រោះរាំងស្ងួតទៅនឹងប៉ះពាល់បរិស្ថានផងជាពិសេសជួទឹកយើងនេះធ្លាប់ទៅដងរថ្ងៃដល់ពេលកាត់អស់ទៅធ្វើឲ្យលំបាកក្នុងការកមុខរបរប្រជាពលរដ្ឋប្រមាណ 25,000 នាក់កំពុងរស់នៅក្នុងនិងជុំវិញបរិវេណព្រៃឡង់ដែលគ្របដណ្ដប់លើផ្ទៃដីទំហំជាង 5,000 គីឡូម៉ែត្រក្រឡាជាប់ព្រំប្រទល់ខេត្តចំនួន 4 គឺខេត្តព្រះវិហារក្រចេះស្ទឹងត្រែងនិងខេត្តកំពង់ធំនេះពួកគេប្រមាណ 500 នាក់កាលពីពេលថ្មីៗនេះបានប្រមូលផ្ដុំគ្នានៅក្នុងវេទិកាសាធារណៈក្នុងស្រុកសណ្ដានខេត្តកំពង់ធំនេះដើម្បីតវ៉ាទាមទារតាមរយៈអ្នកតំណាងរាស្ត្រឲ្យរដ្ឋាភិបាលរក្សាព្រៃឡង់នេះទុកសម្រាប់ឲ្យពួកគេអាចដកហូតផលនិងអនុផលពីព្រៃនេះតទៅទៀតពួកខ្ញុំថ្ងៃសុំតវ៉ាមិនឲ្យមានក្រុមហ៊ុនណាទៅឈូសឆាយដើម្បីខ្ញុំទុកព្រៃនោះបើអត់មានព្រៃឈើនោះជីវិតពួកខ្ញុំវេទនាហើយអូនចាអត់មានអីហូបអូនឯងគិតមើលថាបើខ្ញុំរស់ដោយសារប៉ុណ្ណឹងបើគេយកអស់ប៉ុណ្ណឹងទៅមានអីរស់ទៀតយ៉ាងតិចមានក្រុមហ៊ុនវៀតណាមចំនួន2គឺក្រុមហ៊ុន PNT Co Ltd និងក្រុមហ៊ុន CRCK អភិវឌ្ឍកៅស៊ូបានទទួលដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង 14,000 ហិកតាក្នុងតំបន់នេះដើម្បីដាំដំណាំកៅស៊ូយើងចង់កែផ្នែកគំនិតទម្លាប់ប្រជាពលរដ្ឋដែលរុករកអនុផលព្រៃឈើដោយគ្មាននិរន្តរភាពឲ្យមកធ្វើជាកម្មករនៅកៅស៊ូនេះវិញវាមានទី1ហាក់ដូចជាថាបង្កើនការងារឲ្យគាត់មាននិរន្តរភាពក្នុងអាជីវភាពរស់នៅទី2ឱកាសល្អរបស់ពួកគាត់គឺគាត់មិនចាំបាច់ទៅពលកម្មនៅក្រៅស្រុកបាទដូចជានៅប្រទេសថៃនៅអីដើមដែលលំបាកវេទនាអញ្ចឹងគឺមាននៅក្នុងស្រុកហើយគាត់បានឱកាសនេះជាការល្អណាស់មន្ត្រីបរិស្ថានរបស់រដ្ឋាភិបាលបានអះអាងថាព្រៃឡង់នេះមិនមែនស្ថិតនៅក្នុងតំបន់ដែលត្រូវអភិរក្សនោះទេដោយសារដើមឈើនៅទីនេះឈានដល់វ័យចាស់ដែលត្រូវដកហូតហើយការដកហូតនេះគឺដើម្បីផ្លាស់ប្ដូរគម្របព្រៃឈើពីព្រៃធម្មជាតិមកជាព្រៃកៅស៊ូវិញការអនុញ្ញាតរបស់រដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នោះឡើងវិញគឺបដូរគម្របបៃតងដូចគ្នាបដូរគម្របបាទចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថានៅពេលដែលបដូរគម្របមកជាវិនិយោគបែបនេះគឺវាផ្ដល់ផលប្រយោជន៍ដល់ជាតិផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹង99មិញដែលនិយាយមិញហ្នឹងមុនគេហើយបាទបងប្អូននឹងបានទទួលផលប្រយោជន៍សេវាកម្មពីវិនិយោគិននៅកន្លែងហ្នឹងដឹងហើយថាបានចំណូលជាតិប៉ុន្តែមានតែសម្រាប់ទៅបុគ្គលឯងទេចំពោះប្រជាពលរដ្ឋទូទៅវាអត់ណែបើយើងទៅស៊ីឈ្នួលគេសំបីតែយើងឧទាហរណ៍ខ្លួនឈឺទៅយើងអាចធ្វើបាននេះបើមិនគេកាត់ប្រាក់ខែយើងណាហើយបើយើងធ្វើខ្លួនយើងអាចរស់បានដោយមិនបាច់ចាំអ្នកដទៃណាមកកាត់ភាពក្រីក្រយើងបានយើងកាត់ដោយខ្លួនយើងដោយសន្តិវិធីយ៉ាងណាក៏ដោយលោកឡៃឃីមប្រធានផ្នែកបរិស្ថាននិងធម្មពលរបស់កម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP បានមានប្រសាសន៍នៅឯសិក្ខាសាលាមួយស្ដីពីគម្រោងបង្កើនគម្របព្រៃឈើនៅកម្ពុជាដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីចុងខែឧសភានេះថាអាចថាជាព្រៃមួយដែលកម្ររកនៅក្នុងតំបន់អាស៊ីយើងហើយរដ្ឋាភិបាលគួរគិតពិចារណាមើលថាតើអាចរក្សាតំបន់ព្រៃនេះបានក្នុងកម្រិតណាហើយឲ្យមានតុល្យភាពជាមួយនឹងការអភិវឌ្ឍបានកម្រិតណាសម្ដៅធានាថាព្រៃបែបនេះមិនត្រូវគួរឲ្យបាត់បង់បាទពីខេត្តកំពង់ធំខ្ញុំសាយមុនី VOA សំឡេងសហរដ្ឋអាមេរិក